ធ្លាប់តែឮគេនិយាយអំពីប្រាសាទព្រះខ័នពេលនេះបានមកដល់ខ្លួនឯងហើយពិតជាទទួលបានអារម្មណ៍កោតស្ញប់ស្ញែងអស្ចារ្យខ្លាំងមែនទែនសម្រាប់ការកសាងប្រាសាទរបស់បុព្វបុរសខ្មែរយើងប្រាសាទព្រះខ័ននេះគឺជាព្រះរាជនិវេសបណ្ដោះអាសន្នរបស់ព្រះបាទជ័យវរ្ម័នទី7អំឡុងពេលកំពុងស្ថាបនាក្រុងអង្គរធំនៅក្នុងប្រាសាទព្រះខ័ននេះត្រូវបានគេនិយាយតគ្នាអំពីភាពអស្ចារ្យមួយទៀតគឺថាមានត្បូងធម្មជាតិដ៏សែនមានតម្លៃជាច្រើនគ្រាប់ដែលដូនតាខ្មែរសម័យអង្គរបានយកមកលម្អបិទតាមជញ្ជាំងថ្មប្រាសាទដើម្បីបង្ហាញពីសេចក្តីគោរពស្រឡាញ់ចំពោះព្រះរាជបិតានិងព្រះមេដារបស់ព្រះបាទជ័យវរ្ម័នទី7ពេលនេះគឺនៅសល់ត្រឹមតែរុនតូចៗនៅលើថ្មទំហំប៉ុនពេញអាកោប៉ុណ្ណោះហើយនឹងខ្ញុំនឹងបង្ហាញជូនបងប្អូននៅក្នុងវីដេអូនេះក្នុងពេលបន្តិចទៀតបងប្អូនអើយមិនទូចទេនេះខ្នាតយៈធំអីនេះមើលចង់បងប្អូនចង់គឺលួចជាមួយថ្ងៃដល់ហ្នឹងណាហើយជើងគេធំហីពូហើយនេះបងប្អូនមើលជើងពូបងឯងយកខ្លួនបងឯងទៅដាក់កន្លែងជើងនេះធំណាហេបងប្អូនមើលយើងមើលបើអត់ដាក់ធៀបជើងអត់ដឹងណាហេជើងនេះធំដល់ហើយឃើញជើងចុះខ្លួនមនុស្សខ្លួនមនុស្សក្បាល4ហ្នឹងទៀតហ្នឹងនេះក្បាល4ហ្នឹងទៀតហ្នឹងក្បាលធំម្លេះអស់ក្បាលតូចម្លេះប៉ុន្តែជើងនឹងធំបងនេះក៏ផ្លូវមួយគេបត់ទៅក្រោយមួយមកមុខមួយប៉ុន្តែក្បាលនេះដូចគេនេះបារាយពូប្រត់នេះប្រត់ដែលទាញនេះនាគមែនអត់គេយកនាគឬពស់មិនទៅដូចនាគពេលយើងថតរូបយើងមើលអត់ដឹងថាធំទេប៉ុន្តែតែយើងចូលចាស់មិនដឹងថាធំណាហើយឡើងក្បៀងមើលបាត់ជើងបើតាមឯកសារផ្សេងទៀតបានឲ្យដឹងថាប្រាសាទព្រះខ័នគឺជាមណ្ឌលពុទ្ធសាសនាដ៏ធំមួយដែលមានព្រះសង្ឃប្រមាណជា1000អង្គគង់សំណាក់ធម៌នៅទីនេះហើយក៏មានសាកលវិទ្យាល័យមួយដែលត្រូវបានកសាងឡើងដោយព្រះនាងជ័យរាជទេវីដែលជាមហេសីទី1របស់ព្រះបាទជ័យវរ្ម័នទី7ចាបងប្អូនទាំងអស់គ្នាប្រាសាទព្រះខ័នគឺមានកំពែង4ជាន់ដែលជាទីតាំងមានអត្ថន័យផ្សេងៗខ្ញុំនឹងជម្រាបជូនបងប្អូននៅក្នុងវីដេអូនេះយើងមកដាក់មើលចេះដឹងទេប៉ុន្តែយើងមកដូចថាពេលវេលាវាខ្លីពេកពេលវេលាខ្លីពេកទៅពេលអញ្ចឹងយើងអត់មានពេលជួកាយជួអីហើយយើងត្រូវធ្វើដំណើរត្រឡប់ទៅវិញទៀតចានឹងខ្ញុំសូមនិយាយបន្តទាក់ទងនឹងកំពែងទាំង4ជាន់ដែលនៅក្នុងឯកសារបាននិយាយថាកំពែងនៅជាន់ខាងក្រៅដែលបច្ចុប្បន្ននេះរំពាត់ទៅដោយព្រៃគឺជាកន្លែងដែលព្រះសង្ឃនិងសិស្សស្នាក់នៅក្នុងប្រាសាទនេះរីឯនៅកំពែងជាន់ទី2គឺជាកន្លែងសម្រាប់គោរពបូជានៅពុទ្ធសាសនានៅចំកណ្ដាលប្រាសាទគឺជាទីកន្លែងសម្រាប់គោរពបូជាព្រះពុទ្ធសាសនាឯភាគខាងជើងនិងភាគខាងលិចគឺសម្រាប់ឧទ្ទិសទៅដល់ព្រហ្មញ្ញសាសនាគឺព្រះនារាយណ៍ចំពោះផ្នែកខាងលិចគឺជាកន្លែងគោរពចំពោះព្រះឥសូរហើយផ្នែកខាងជើងគឺគោរពចំពោះព្រះសិវៈហើយនៅផ្នែកខាងត្បូងគឺជាកន្លែងសម្រាប់គោរពបូជាចំពោះបុព្វជនចាតាមរយៈសិលាចារឹកនៅក្នុងប្រាសាទព្រះខ័ននេះបានសរសេររៀបរាប់ថានៅក្នុងប្រាសាទនេះគឺមានរូបព្រះពុទ្ធព្រះឥសូរនិងព្រះវិស្ណុដែលត្រូវបានតម្កល់នៅក្នុងប្រាសាទព្រះខ័ននេះគឺមានចំនួនរហូតដល់2400អង្គឯណោះដែលរូបបដិមាទាំងនេះគឺធ្វើអំពីមាសអំពីប្រាក់សំរឹទ្ធនិងថ្មហើយនៅខាងក្នុងបរិវេណប្រាសាទគឺមានចំនួនមនុស្សរស់នៅរហូតដល់ទៅខ្ទង់រាប់ម៉ឺននាក់ឯណោះបងប្អូនដើម្បីក្នុងការជួយថែរក្សាប្រាសាទឬក៏ការគោរពបូជាចំពោះសាសនាមើលមុខអត់ដូចគ្នាឯខាងនេះមុខនេះស្ដួយបន្តិចខាងគៀនណាខាងគៀនមុខនេះស្ដួយមានពុកមាត់ហាក់ដូចគ្នាទេហើយទៅពេលមកខាងនេះនេះពុកមាត់គាត់តាំងពីលើដល់ក្រោមអីស្អីខាងនេះអីស្អីខាងនេះពុកមាត់ពីលើដល់ក្រោមខ្ញុំប៉ះពូហើយខាងមុខនោះដាច់ហើយរៀងដាច់ហើយនេះមានពុកមាត់ដែរអត់ដូចគ្នាទេមែនអត់ពូណាមានទាំងប្រមាណខុសគ្នាទាំងអស់អញ្ចឹងមានន័យថាគេឆ្លាក់ទៅតាមមុខមនុស្សជាក់ស្ដែងណាពូខាងនេះមិញយើងរកឃើញម៉ា9
Rồi lại bông bố ơi, còn ta sạch bạn ấy mình tịch thế này. ចាតាមរយៈសិលាចារឹកនៅប្រាសាទព្រះខ័ននេះបានសរសេររៀបរាប់បន្តទៀតថាមានបដិមាចំនួន283ត្រូវបានតម្កល់នៅជុំវិញបដិមាព្រះពោធិសត្វលោកេស្វរៈដែលតំណាងឲ្យដួងព្រលឹងព្រះបិតាព្រះរាជានិងមានសំណង់ប៉មចំនួន85សម្រាប់តម្កល់ព្រះបដិមាដល់ទៅ525អង្គជាចំណុះប្រាសាទដ៏ធំមួយនេះចាតកតងជាមួយនឹងប្រាសាទព្រះខ័ននេះដែរគឺមានកូនខ្មែរជាច្រើនក៏ដូចជានាងខ្ញុំដែរចាគឺមានចម្ងល់នៅក្នុងចិត្តថាហេតុអ្វីបានជានៅលើផ្ទាំងថ្មនៃប្រាសាទព្រះខ័នណាចាគឺនៅផ្នែកខាងក្នុងសុទ្ធតែចោះប្រហោងតូចៗនឹងរាក់ប៉ុនពេញអាកោឬក៏ប៉ុនមេជើងដូច្នេះចាចំពោះទីតាំងដែលមានចោះរុនតូចទាំងអស់នេះគឺយើងត្រូវដើរទៅឲ្យចំដល់កណ្ដាលនៃប្រាសាទព្រះខ័នគឺស្ថិតនៅចំអៈនៃប្រាសាទនឹងតែម្ដងចាបងប្អូននឹងបានប្រទះឃើញរុនតូចទំហំប៉ុនពេញអាកោឬក៏ប៉ុនមេជើងហ្នឹងដែលមានបន្សល់ទុកជាច្រើនគ្រាប់មែនទែននៅទីនេះអ្នកប្រវត្តិវិទូនិងអ្នកស្រាវជ្រាវប្រវត្តិសាស្ត្របានអះអាងថារុនតូចទាំងអស់នេះដោយដែលបងប្អូនមើលឃើញអញ្ចឹងគឺព្រះបាទជ័យវរ្ម័នទី7បានបញ្ជាឲ្យក្រុមជាងហ្នឹងគឺចោះដើម្បីទុកបំពាក់នៅត្បូងធម្មជាតិដ៏មានតម្លៃជាច្រើនប្រភេទដើម្បីបង្ហាញអំពីទឹកព្រះតីរបស់ព្រះអង្គហ្នឹងចំពោះព្រះបិតាគឺព្រះបាទធរណិនវរ្ម័នទី2ប៉ុន្តែគួរឲ្យសោកស្ដាយត្បូងពេជ្រដ៏មានតម្លៃទាំងអស់នេះគឺថាត្រូវបានបាត់បង់ដោយសារតែសង្គ្រាមឈ្លានពានពីប្រទេសជិតខាងនិងក្រុមចៅដែលលួចយកទៅលក់បំផ្លាញដោយគ្មានការស្រណោះសោកស្ដាយនៅសម្បត្តិរបស់ជាតិនោះទេចានៅទីនេះគឺមានចេតិយស្ទូបមួយដែលត្រូវបានអ្នកប្រវត្តិវិទូខ្លះអះអាងថាស្ទូបថ្មនេះកសាងឡើងតាមលំនាំនៃឥទ្ធិពលរបស់ប្រទេសស្រីលង្កាព្រោះចេតិយថ្មនេះគឺជាសិល្បៈរបស់ខ្មែរដែលគ្រាន់តែទទួលឥទ្ធិពលពីប្រទេសស្រីលង្កាចំណុចពិសេសនៅក្នុងប្រាសាទព្រះខ័នដែលតែងតែទាក់ទាញនៅភ្ញៀវទេសចរជាច្រើននោះទីមួយគឺស្ទូបចេតិយដែលមានប្រហោងរុនតូចនៅជុំវិញហើយនឹងទី2គឺជាសំណង់មន្ទីរ2ជាន់នៅក្បែរគោបុរៈខាងកើតនៃកំពែងទី2ដែលយើងរាប់ពីខាងក្រៅមកដូចចេះល្វើយnhư saoថ្ងៃដែរចេះធ្វើ2ជាន់បងប្អូននេះចេញហើយស្អាតណាស់ខ្សែ2ជាន់នឹងមើលចេញសសរឡើងធំឡើងមូលកន្លែងនេះស្អាតមែនសំណង់មន្ទីរ2ជាន់នេះមានសសរមូលដែលមានលក្ខណៈដូចគ្នាទៅនឹងសំណង់បុរាណនៃអរិយធម៌ធំនៅតំបន់សមុទ្រមេឌីទែរ៉ាណេសំណង់ប្រាសាទ2ជាន់នេះគឺជាបណ្ណាល័យដែលបានសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី7ចាគឺជាទីកន្លែងសម្រាប់ទុកដាក់គម្ពីរនិងឯកសារសំខាន់សម្រាប់ធ្វើការសិក្សារៀនសូត្រនាសម័យអង្គរនៅបរិវេណប្រាសាទព្រះខ័ននេះគឺមានបណ្ណាល័យចំនួន2មួយនៅខាងលិចហើយនឹងប្រាសាទ2ជាន់នេះដែលជាបណ្ណាល័យគឺនៅខាងកើតបណ្ណាល័យទាំងពីរនេះគឺជាគំរូស្ថាបត្យកម្មអប់រំនិងបញ្ញវន្តដ៏សំខាន់ដែលបានបង្ហាញអំពីការរីកចម្រើនខាងផ្នែកវិទ្យាសាស្ត្រនិងអក្សរសាស្ត្រនៅរបស់ខ្មែរយើងនៅក្នុងសម័យអង្គរ